នោះអង្ក្រោមខ្ញុំហ្នឹងសួរថាតែឆ្នាំទី2និងទី3បងពេញឬតម្លៃនៅដុល្លារមុនខ្ញុំបានបញ្ជាក់ប្រាប់អ្នកនរគ្នាថាខ្ញុំមកទីក្រុង Melbourne នេះទទួលបានអាហារូបករណ៍ 75% អញ្ចឹងមួយឆ្នាំបងខ្ទង់ប្រហែល 7,000 អូស្ត្រាលីជាងខ្ទង់ប្រហែល 4-5,000 អាមេរិកជាងរយៈពេល3ឆ្នាំចប់បញ្ញាបត្រនេះហើយសំណួរថាឆ្នាំទី2ទី3ហ្នឹងខ្ញុំទទួលបានអាហារូបករណ៍ឬក៏អត់ឬក៏ខ្ញុំបង់លុយពេញ 30,000 ជាងជាសួរខ្ញុំផ្ទាល់ខ្ញុំបង់តែ 25% ហ្នឹងទេគឺបង់មួយឆ្នាំខ្ទង់ 7,000 ជាងឆ្នាំទី2ប្រហែល 7,800 ឬក៏ 8,000 ជាងហ្នឹងឆ្នាំទី3ប្រហែល 8,000 ជាងទៅ 9,000 ហ្នឹងអត់ដឹងដែរដឹងថាបងតែ 25% នៃតម្លៃសាលានោះទេដោយសារតែសាលាគេមានលក្ខខណ្ឌគេថាយើងតរៀនបានបន្ទុកប៉ុណ្ណាបានយើងអាចទទួលបានអាហារូបករណ៍បន្តទៅមុខទៀតអញ្ចឹងកាលហ្នឹងច្បាប់គេរៀងធូរខ្ញុំត្រូវការតែ 50% ប្រឡងឲ្យតែជាប់និយាយទៅគឺទទួលបានអាហារូបករណ៍ទៅមុខទៀតហើយក៏ប៉ុន្តែច្បាប់ឥឡូវតឹងជាងមុនបើសិនជាចង់បានអាហារូបករណ៍ឆ្នាំទី2ទី3ឬក៏បន្តលើនឹងទៀតតយើងរៀនបានបន្ទុកខ្ពស់ជាងនឹងប្រហែល 60% ឬក៏ 70% អីហ្នឹងលក្ខខណ្ឌហ្នឹងគឺវាតាមសាលានីមួយៗតាមពេលវេលាអញ្ចឹងនៅពេលយើងឃើញឱកាសណាមួយយើងគួរតែចាប់វាបានលឿនតាមដែលយើងអាចធ្វើទៅបានកុំត្រាំត្រែងដោយសារតែឱកាសមិនចាំយើងនោះទេព្យាយាមបញ្ចេញសកម្មភាពចាប់យកឱកាសដែលយើងឃើញនៅមុខយើងដោយសារលបឿនដែលយើងចាប់យកឱកាសហ្នឹងគឺផ្ដល់ឲ្យយើងនូវគុណតម្លៃខ្លាំងមែនទែនអ្នកខ្លះឃើញឱកាសតែមួយហើយអត់ព្យាយាមចាប់គេអ្នកលឿនគេធ្វើបានលឿនគេចាប់បានគេបានហើយយើងនៅត្រាំត្រែងយើងចាំឆ្នាំក្រោយហ្នឹងគេអស់អាហារូបករណ៍បាត់បាយបាយ